មន្ត្រីការទូតអាមេរិកម្នាក់ត្រូវបានបណ្តេញចេញពីតំណែងដោយសារតែមានទំនាក់ទំនងស្នេហាជាមួយនារីជនជាតិចិនដែលគេអះអាងថាមានទំនាក់ទំនងជាមួយបកកុម្មុយនីសរបស់ចិនក្រសួងការបរទេសអាមេរិកកាលពីថ្ងៃពុធបានឲ្យដឹងថាខ្លួនបានបណ្តេញអ្នកការទូតអាមេរិកម្នាក់ដោយសារតែមានទំនាក់ទំនងស្នេហាដែលគាត់បានសារភាពថាមានជាមួយនារីជនជាតិចិនម្នាក់ដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងនឹងបកកុម្មុយនីសរបស់ចិនយោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី7 ខែតុលាឆ្នាំ2025បានឲ្យដឹងថាការបណ្តេញចេញនេះត្រូវបានគេជឿជាក់ថាជាប្រភេទដំបូងសម្រាប់ការបំពានបំរាមនៃទំនាក់ទំនងបែបនេះដែលត្រូវបានណែនាំកាលពីចុងឆ្នាំមុនក្រោមការគ្រប់គ្រងរបស់លោក Biden សារព័ត៌មាន Associated Press បានរាយការណ៍កាលពីដើមឆ្នាំនេះថានៅក្នុងថ្ងៃជិតបញ្ចប់នៃអាណត្តិប្រធានាធិបតីរបស់គណៈបកប្រជាធិបតេយ្យគឺលោក Joe Biden ក្រសួងការបរទេសអាមេរិកបានដាក់បំរាមលើបុគ្គលិករដ្ឋាភិបាលអាមេរិកទាំងអស់ដែលនៅក្នុងប្រទេសចិនក៏ដូចជាសមាជិកគ្រួសារនិងអ្នកម៉ៅការជាមួយនឹងសន្តិសុខពីការមានទំនាក់ទំនងស្នេហាឬផ្លូវភេទណាមួយជាមួយពលរដ្ឋចិនលោក Tommy Pickett អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអ្នកការទូតដែលកំពុងសាកសួរត្រូវបានបណ្តេញចេញពីសេវាកម្មបរទេសបន្ទាប់ពីប្រធានាធិបតី Donald Trump និងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានពិនិត្យករណីនេះហើយបានកំណត់ថាមន្ត្រីអាមេរិករូបនោះបានសារភាពថាបានលាក់បាំងទំនាក់ទំនងស្នេហាជាមួយជនជាតិចិនដែលមានទំនាក់ទំនងល្អជាមួយគណៈបកកុម្មុយនីសរបស់ចិនអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bry